នេះគឺជាម៉ាស៊ីនកាប់ដូងវាមិនទំនើបខ្លាំងនោះទេវាគ្រាន់តែសាមញ្ញហើយនឹងមានភាពមុតស្រួចដែលអាចកាប់ដូងបានជាពីរម៉ាស៊ីនកាប់ដូងនេះជួយសម្រួលសម្រាប់អ្នកដែលមានអាជីវកម្មលក់ទឹកដូងនិងលក់សាច់ដូងដោយមិនចាំបាច់ឲ្យកម្មករប្រើប្រាស់កម្លាំងនៅក្នុងការប្រើប្រាស់កាំបិតធម្មតាកាប់ដូងម្ដងហើយម្ដងទៀតនោះទេគេប្រើប្រាស់នៅម៉ាស៊ីននេះនោះគេនឹងអាចកាប់ដូងបានជាច្រើនផ្លែនៅក្នុងរយៈពេលខ្លីដើម្បីរក្សាអនាម័យទឹកដូងដែលកាប់រួចគឺទឹកត្រូវច្រោះដោយមិនមានកាកនោះទេបន្ទាប់មកគឺត្រូវបានច្រកចូលកំប៉ុងជាមួយនឹងសាច់ដូងនោះវាបានคล้ายជាផលិតផលធម្មជាតិពិតៗប្រសិនបើអ្នកមានគំនិតអាជីវកម្មចង់បង្កើតជាការលក់នៅភេសជ្ជៈទឹកដូងនេះអ្នកអាចពិចារណាទិញនៅម៉ាស៊ីននេះឬក៏បង្កើតម៉ាស៊ីននេះមួយដើម្បីជួយសម្រួលទៅដល់ការលក់ដូរនៅភេសជ្ជៈទឹកដូងនេះព្រោះវាប្រើរយៈពេលខ្លីចំណេញកម្លាំងពលកម្មនិងទទួលបានភេសជ្ជៈដ៏មានស្តង់ដារនេះគឺជាម៉ាស៊ីនកាប់ដូងវាមិនទំនើបខ្លាំងនោះទេវាគ្រាន់តែសាមញ្ញហើយនឹងមានភាពមុតស្រួចដែលអាចកាប់ដូងបានជាពីរម៉ាស៊ីនកាប់ដូងនេះជួយសម្រួលសម្រាប់អ្នកដែលមានអាជីវកម្មលក់ទឹកដូងនិងលក់សាច់ដូងដោយមិនចាំបាច់ឲ្យកម្មករប្រើប្រាស់កម្លាំងនៅក្នុងការប្រើប្រាស់កាំបិតធម្មតាកាប់ដូងម្ដងហើយម្ដងទៀតនោះទេគេប្រើប្រាស់នៅម៉ាស៊ីននេះនោះគេនឹងអាចកាប់ដូងបានជាច្រើនផ្លែនៅក្នុងរយៈពេលខ្លីដើម្បីរក្សាអនាម័យទឹកដូងដែលកាប់រួចគឺទឹកត្រូវច្រោះដោយមិនមានកាកនោះទេបន្ទាប់មកគឺត្រូវបានច្រកចូលកំប៉ុងជាមួយនឹងសាច់ដូងនោះវាបានคล้ายជាផលិតផលធម្មជាតិពិតៗប្រសិនបើអ្នកមានគំនិតអាជីវកម្មចង់បង្កើតជាការលក់នៅភេសជ្ជៈទឹកដូងនេះអ្នកអាចពិចារណាទិញនៅម៉ាស៊ីននេះឬក៏បង្កើតម៉ាស៊ីននេះមួយដើម្បីជួយសម្រួលទៅដល់ការលក់ដូរនៅភេសជ្ជៈទឹកដូងនេះព្រោះវាប្រើរយៈពេលខ្លីចំណេញកម្លាំងពលកម្មនិងទទួលបានភេសជ្ជៈដ៏មានស្តង់ដារនេះគឺជាម៉ាស៊ីនកាប់ដូងវាមិនទំនើបខ្លាំងនោះទេវាគ្រាន់តែសាមញ្ញហើយនឹងមានភាពមុតស្រួចដែលអាចកាប់ដូងបានជាពីរម៉ាស៊ីនកាប់ដូងនេះជួយសម្រួលសម្រាប់អ្នកដែលមានអាជីវកម្មលក់ទឹកដូងនិងលក់សាច់ដូងដោយមិនចាំបាច់ឲ្យកម្មករប្រើប្រាស់កម្លាំងនៅក្នុងការប្រើប្រាស់កាំបិតធម្មតាកាប់ដូងម្ដងហើយម្ដងទៀតនោះទេគេប្រើប្រាស់នៅម៉ាស៊ីននេះនោះគេនឹងអាចកាប់ដូងបានជាច្រើនផ្លែនៅក្នុងរយៈពេលខ្លីដើម្បីរក្សាអនាម័យទឹកដូងដែលកាប់រួចគឺទឹកត្រូវច្រោះដោយមិនមានកាកនោះទេបន្ទាប់មកគឺត្រូវបានច្រកចូលកំប៉ុងជាមួយនឹងសាច់ដូងនោះវាបានคล้ายជាផលិតផលធម្មជាតិពិតៗប្រសិនបើអ្នកមានគំនិតអាជីវកម្មចង់បង្កើតជាការលក់នៅភេសជ្ជៈទឹកដូងនេះអ្នកអាចពិចារណាទិញនៅម៉ាស៊ីននេះឬក៏បង្កើតម៉ាស៊ីននេះមួយដើម្បីជួយសម្រួលទៅដល់ការលក់ដូរនៅភេសជ្ជៈទឹកដូងនេះព្រោះវាប្រើរយៈពេលខ្លីចំណេញកម្លាំងពលកម្មនិងទទួលបានភេសជ្ជៈដ៏មានស្តង់ដារ